រីករាយថ្ងៃសៅរ៍ថ្ងៃ holiday ប៉ុន្តែ holiday សម្រាប់គេមិន holiday សម្រាប់ខ្ញុំទេថ្ងៃនេះពេញមួយថ្ងៃគឺតាំងពីព្រឹករហូតដល់យប់នៅសាលារហូតហ្មងហើយរៀន3 section អញ្ចឹងចេញពី section 1ចូល section 1និយាយរួមទៅអត់មានបានធ្វើអីទាំងអស់ហ្មងសំបីតាសសល់ក៏អត់បានមើលដែរអញ្ចឹងគឺត្រូវអង្គុយរៀនអង្គុយអីហើយត្រូវ review មេរៀនសម្រាប់ត្រៀម present ពេលល្ងាចទៀតហើយការដែលត្រៀម present ហ្នឹងគឺពួកខ្ញុំមានពេលតែមួយអាទិត្យទេសម្រាប់ធ្វើការស្រាវជ្រាវហើយការស្រាវជ្រាវហ្នឹងគឺមួយអាទិត្យពេញ cancel ចោលហ្មងមានន័យថារកតន័យអត់បានហ្មងបានទាំងសពេចសពិលបានទាំងអត់ដឹងអីអញ្ចឹងអានេះគឺជាលទ្ធផលដែលពួកខ្ញុំធ្វើរយៈពេលមួយយប់ដើម្បីរៀបរៀងទាំងខ្លឹមសារមេរៀនទាំងសភៅទាំង slide សម្រាប់ឡើងទៅធ្វើបទបង្ហាញហើយចំណុចរបស់ខ្ញុំតាមពិតខ្ញុំត្រូវនិយាយតែមួយ slide ទេក៏ប៉ុន្តែដោយសារតែ team ខ្ញុំមានការល្អល្អួរដល់អញ្ចឹងទៅខ្ញុំត្រូវការកាន់ពី slide ទាំងដែល slide ដែលខ្ញុំត្រូវនិយាយមុនដំបូងហ្នឹងគឺខ្ញុំអត់បានអានសំបីតែបន្តិចហ្មងអញ្ចឹងមុនពេលដែលឡើងធ្វើបទបង្ហាញហ្នឹងគឺបានមើលតែនេះទេតែ slide ដែលត្រូវទៅសេបន្តិចហ្នឹងទេប៉ុន្តែខ្លឹមសារមេរៀនពេញគឺខ្ញុំអត់បានមើលតតែសោះហ្មងដែលនិយាយទៅនឹងនិយាយទាំងសពេចសពិលហើយនិយាយតាមការយល់ឃើញនឹងការដែលបានស្រាវជ្រាវពីមុនមកឯងតែបើសិនជាឲ្យនិយាយលម្អិតទៅលើខ្លឹមសារទាំងអស់ហ្នឹងហ្មងគឺខ្ញុំនិយាយអត់បានល្អទេតែអីសម្រាប់ការធ្វើបទបង្ហាញហ្នឹងវាទៅរៀងអត់សូវជាពិបាកដែរប៉ុន្តែគ្រាន់ថាអីដែលពិបាកគឺពេលដែលមានសំណួរចោតហើយមួយទៀតការដែលសំណួរទទួលបានគឺច្រើនមែនតើនៅក្នុងមេរៀនមួយហ្នឹងតាមពិតទៅខ្ញុំអាចនិយាយបានថាអីដែលគាត់សួរគឺដោយសារតែពួកខ្ញុំបញ្យល់ទៅគឺគាត់អត់យល់ហ្មងដោយសារពួកខ្ញុំអត់មានពេលធ្វើការស្រាវជ្រាវហើយឯកសារទាំងអស់ហ្នឹងវាមានតែនៅក្នុងតន័យជាភាសាអង់គ្លេសហើយរយៈពេលមួយអាទិត្យគឺពួកខ្ញុំស្រាវជ្រាវអត់ទាន់ដោយសារវាច្រើនហើយយើងត្រូវការនិយាយច្រើនត្រូវការបញ្យល់ច្រើនហើយនៅពេលដែលវាអត់សូវមានជាភាសាខ្មែរយើងត្រូវចំណាយពេលក្នុងការបកប្រែហើយនេះគឺជាទស្សនវិជ្ជាដែលពួកខ្ញុំកំពុងតែពិភាក្សាគ្នានៅពេលដែលគេសួរសំណួរអញ្ចឹងបន្ទាប់ពីពិភាក្សាគ្នាមកខ្ញុំក៏បានឆ្លើយរៀបរាប់ប្រាប់ទៅពួកគាត់ដែរក៏ប៉ុន្តែការដែលខ្ញុំឆ្លើយហ្នឹងវាឆ្លើយទៅតាមការយល់ឃើញហើយនឹងការដឹងតិចតួចពីមេរៀនហ្នឹងដែរទេប៉ុន្តែបើសិនជាឲ្យលម្អិតហ្មងគឺអត់អាចលម្អិតបានទេអញ្ចឹងពេលហ្នឹងគឺទាមទារត្រូវតែឲ្យគ្រូគាត់ជួយបន្ថែមនៅខ្លឹមសារខ្លះៗដោយសារតែខ្លឹមសារមួយចំនួនគឺពួកខ្ញុំបញ្យល់ទៅអត់បានក្បោះក្បាយអញ្ចឹងវាល្អល្អច្រើននៅក្នុងការបញ្យល់ហ្នឹងក៏ប៉ុន្តែវាមិនតជាបញ្ហាអីធំដុំទេពួកដោយសារខ្ញុំក្រុមទី1ហើយត្រាវេលាដែលពួកខ្ញុំត្រូវធ្វើបទបង្ហាញនិងរៀបចំ slide រៀបចំសភៅហ្នឹងគឺវាខ្លីពេកដល់អញ្ចឹងខ្ញុំអត់អាច expect ថាវានឹងល្អដូចក្រុមបន្តទៅទៀតទេប៉ុន្តែ that's okay ហើយជាចុងក្រោយក៏សូមអរគុណទៅដល់សមាជិកក្រុមក្នុងរយៈពេលមួយយប់គឺធៀមរៀបចំបានគ្រប់សពបែបយ៉ាងហ្មងទោះបីជាមានការខ្វះចន្លោះតិចប៉ុន្តែខ្ញុំគិតថាអាហ្នឹងវាជាលទ្ធផលមួយដែលពួកខ្ញុំទទួលយកបានហើយព្រោះដោយសាររយៈពេលប៉ុណ្ណឹងហើយប្រធានបទប៉ុណ្ណឹងពួកខ្ញុំអាចធ្វើបានអញ្ចឹងទោះបីជាស្រីៗមែនប៉ុន្តែ work hard ខ្លាំងហ្មងខ្ញុំ respect ពួកគាត់